រឿងទាំង9យ៉ាងដែលបងប្អូនគួរដឹងសម្រាប់បងប្អូនណាចង់ទៅលេងប្រទេសហ្វីលីពីនដោយខ្លួនឯងពេលដែលបងប្អូនដឹងរឿងទាំង9ចំណុចនេះហើយការហោះហើរទៅលេងប្រទេសហ្វីលីពីនឡើងជាផលលំបាកសម្រាប់បងប្អូនហើយមួយទៀតចំណេញទាំងពេលវេលាចំណេញទាំងថវិកាទៀតអញ្ចឹងសម្រាប់បងប្អូនណាចង់ទៅលេងប្រទេសហ្វីលីពីនណាកុំភ្លេចតាមដានវីដេអូចាស់ៗដែលខ្ញុំបានផុសមានអស់ហើយតំបន់ទេសចរកន្លែងដើរលេងរបៀបដូរលុយផ្សេងៗអញ្ចឹងណាប៉ុន្តែចំណុចសំខាន់ដែលបងប្អូនដែលគួរដឹងទាំង9ចំណុចនេះមាននៅក្នុងវីដេអូនេះរៀងវែងតិចប៉ុន្តែសង្ឃឹមថាបងប្អូននឹងមើលវីដេអូនេះតាមពីដើមរហូតដល់ចប់រឿងទី1ដែលបងប្អូនគួរដឹងគឺតកតងនឹង passport ខ្ញុំតែងតែនិយាយនៅក្នុងវីដេអូទាំងអស់ឲ្យតែបងប្អូនចង់ឆ្លងដែរណាបងប្អូនត្រូវ check មើលថាតើ passport បងប្អូនគឺនៅសល់តែ6ខែទៀត expire អត់បើសិនជាសល់តែ6ខែទៀត expire បងប្អូនអាចដើរនៅក្នុងតំបន់អាស៊ីទេនិយាយរួមនៅក្នុងគ្រប់តំបន់អាស៊ីទាំងអស់គឺយើងកំផុតកំណត់រយៈពេល6ខែគឺយើងអាចចេញក្រៅប្រទេសបានទេបងប្អូនហើយបើសិនជាក្នុងអឺរ៉ុបក្នុងប្រទេសអឺរ៉ុបវិញបងប្អូនត្រូវ check មើលថាតើ passport បងប្អូននៅសល់តែ3ខែទៀត expire ក៏អាចដើរលេងបានដែរអាចឆ្លងដែនបានដែរអញ្ចឹង check មើលឲ្យមែនតើតកតងនឹង passport ចំណុចទី2ដែលបងប្អូនគួរដឹងតកតងថាតើប្រទេសហ្វីលីពីននឹងត្រូវការតម្រូវការធ្វើ visa អត់ធ្វើទេបងប្អូនដោយសារតែប្រទេសហ្វីលីពីនជាប្រទេសមួយនៅក្នុងតំបន់អាស៊ីអញ្ចឹងអត់តម្រូវការក្នុងការធ្វើ visa ទេក្នុងការហោះហើរពីប្រទេសកម្ពុជាទៅកាន់ប្រទេសហ្វីលីពីនប៉ុន្តែបងប្អូនត្រូវតែបំពេញឯកសារចូលប្រទេសរបស់គេអញ្ចឹងខ្ញុំនឹងដាក់ QR ដែលខ្ញុំបានថតនៅក្នុងពលានយន្តហោះហ្វីលីពីនឲ្យបងប្អូនមកអញ្ចឹងបងប្អូនអាចបំពេញមុនទៅក៏បានដែរឬក៏បងប្អូនអាចឆែកនៅក្នុង website បំពេញឯកសារចូលប្រទេសហ្វីលីពីនហ្នឹងឲ្យបានមុនមួយថ្ងៃក៏បានដែរអញ្ចឹងជាបទពិសោធន៍របស់ខ្ញុំបានបំពេញបែបបទចូលប្រទេសហ្វីលីពីនហ្នឹងមុនមួយថ្ងៃដែលខ្ញុំហោះហើរអញ្ចឹងសម្រាប់បងប្អូនចង់បំពេញមុនក៏បានឬក៏អាចចង់ទៅដល់នៅកន្លែងហ្នឹងក៏គេមាន QR code ក្នុងការបំពេញដែរអញ្ចឹងខ្ញុំដាក់ QR code ដែលបងប្អូនត្រូវបំពេញឯកសារចូលប្រទេសហ្វីលីពីននៅក្នុងវីដេអូនេះចំណុចទី3ដែលបងប្អូនគួរដឹងថាតើទៅលេងប្រទេសហ្វីលីពីនគួរតែលេងក្នុងខែណារដូវកាលណាសម្បត្តិធូរថ្លៃល្អអញ្ចឹងទៅបងប្អូនគួរតែទៅលេងក្នុងចន្លោះពីខែ1រហូតដល់ខែ10តម្លៃសម្បត្តិយន្តហោះគឺធូរថ្លៃបងប្អូនប្រហែលជាខ្ទង់150សម្រាប់ one way ប៉ុន្តែបងប្អូនបើសិនជាទៅក្នុងខែ11ឬខែឬក៏ខែ12ដូចខ្ញុំតម្លៃសម្បត្តិគឺថ្លៃ one way គឺតម្លៃប្រហែលជា200ជាងអីចឹងណាអញ្ចឹងបើសិនជាបងប្អូនទៅគួរទៅពីខែ1រហូតដល់ខែ10ព្រោះថាខែ11ខែ12ខែគ្រីស្មាស់ខែឆ្លងឆ្នាំអីចឹងនៅពេលចឹងសម្បត្តិវាថ្លៃចំណុចទី4ដែលខ្ញុំចង់ប្រាប់បងប្អូននោះគឺតកតងនឹង carry on ដោយសារតែក៏ពិតអត់ត្រូវក្នុង include ក្នុងវីដេអូនេះប៉ុន្តែខ្ញុំថាបែរជាវាជាចំណុចសំខាន់ដែរដោយសារតែខ្ញុំទៅហ្វីលីពីនលើកនេះខ្ញុំអត់ប្រើ vali check in ទេខ្ញុំប្រើតែ carry on 7គីឡូអញ្ចឹងហើយវាមានភាពងាយស្រួលមែនតើអញ្ចឹងសម្រាប់បងប្អូនណាដែលចង់គេហៅថាធ្វើជា backpacker អញ្ចឹងណាអាចថាប្រើ carry on 7គីឡូហ្នឹងជាបទពិសោធន៍របស់ខ្ញុំកាអាវកុំឲ្យស្មុគស្មាញច្រើនគិតថាបានប្រហែលកាផ្លេអញ្ចឹងណាជាបទពិសោធន៍របស់ខ្ញុំកាអាវ7គីឡូហ្នឹងអាចដាក់បាន7ឈុតទៅ8ឈុតអញ្ចឹងបងប្អូនអាចរៀបចំតាមនឹងបានអញ្ចឹងទៅអាចបង្កភាពងាយស្រួលអាចកុំឲ្យពិបាកថ្លឹងច្រើនដងដូចខ្ញុំអញ្ចឹងណាអូខេចំណុចទី5ដែលបងប្អូនគួរដឹងនោះតកតងនឹងអត្រាប្តូរប្រាក់នៅកាន់ប្រទេសហ្វីលីពីនអ្វីនេះរៀងវែងតិចបងប្អូនជាបទពិសោធន៍របស់ខ្ញុំដូររាល់ពេលដែលខ្ញុំដូរប្រាក់ទាំងអស់ខ្ញុំតែងតែដូរនៅលីហួរឯងព្រោះតែដូរនៅលីហួរចំណេញប៉ុន្តែពេលខ្ញុំដូរនៅកាន់ប្រទេសហ្វីលីពីនណាដូរនៅលីហួរអត់ចំណេញទេបងប្អូនអញ្ចឹងធ្វើម៉េចដូរឲ្យចំណេញគឺទី1បងប្អូនដូរដែរប៉ុន្តែដូរចំនួនតិចតួចមកសមរម្យល្មមបានហើយនៅសល់ខែថាបើសិនជាបងប្អូនដើរលេងច្រើនថ្ងៃអញ្ចឹងយ៉ាងច្រើនដូរ$50ត្រៀមធ្វើម៉េចឲ្យវាមាននៅក្នុងខ្លួនខ្លះព្រោះដោយសារប្រទេសហ្វីលីពីនគឺគេអត់ចាយលុយដុល្លារទេអញ្ចឹងបើសិនជាបងប្អូនអត់បានដូរលុយដុល្លារសោះក៏ពិបាកដែរអញ្ចឹងដូរលុយគួរតែ50ឬក៏100ឯទៅដើម្បីយើងជិះតាក់ស៊ីឬក៏អីអញ្ចឹងព្រោះថាពេលដែលបងប្អូនទៅដល់ប្រទេសហ្វីលីពីនអត្រាប្តូរប្រាក់ហ្នឹងគឺបានច្រើនជាងប៉ុន្តែសួរថាច្រើនជាងហ្នឹងពិបាកអត់ពិបាកបងប្អូនដោយសារតែកន្លែងដូរលុយគេមានតែដូរនៅ bank ឬក៏ដូរនៅ counter ផ្សេងៗគេទាមទារសួរនាំព័ត៌មានផ្ទាល់ខ្លួនរបស់យើងច្រើនយើងគេនៅណាយើងមកមួយថ្ងៃយើងស្នាក់នៅណាអីនៅណាអញ្ចឹងហើយមួយទៀតត្រូវតែមាន passport នៅតាមខ្លួនដើម្បីដូរលុយអញ្ចឹងវាពិបាកប៉ុន្តែ rate បានខ្ពស់ល្អអញ្ចឹងបើសិនជាបងប្អូនចង់ទៅលេងប្រទេសហ្វីលីពីនគួរតែដូរតែបន្តិចបានហើយពីស្រុកខ្មែរនៅសល់ប៉ុន្មានទៀតបងប្អូនគួរតែដូរនៅកាន់ប្រទេសហ្វីលីពីនគឺបាន rate ខ្ពស់ជាងហើយបើនៅហ្វីលីពីនណាបើដូរទៅតាមតំបន់ទេសចរគេហត់តែបានខ្ពស់ទៀតជាបទពិសោធន៍របស់ខ្ញុំទៅលេងកោះសេប៊ូលខ្ញុំដូរបាន rate បានខ្ពស់ជាងនៅក្រុងម៉ានីឡាទៀតនៅក្រុងម៉ានីឡាខ្ញុំដូរបាន rate រៀងទាបអញ្ចឹងនៅតាមតំបន់ទេសចរគេទៅជា rate បានរៀងខ្ពស់ជាងបងប្អូនអញ្ចឹងកុំភ្លេចបើសិនជាចង់ដូរលុយឲ្យចំណេញដូរមកលបមកនៅពីប្រទេសខ្មែរយើងទៅចំណុចទី6ដែលបងប្អូនគួរដឹងនោះតកតងនឹងមធ្យោបាយក្នុងការធ្វើដំណើរនៅក្នុងប្រទេសហ្វីលីពីនអញ្ចឹងនៅក្នុង
ប្រទេសហ្វីលីពីនគឺគេប្រើប្រាស់ Grab អញ្ចឹងអាចបងប្អូនអាចប្រើ Grab ជិះ taxi Grab បានហើយមួយទៀតនោះក៏អាចជិះlocal គេហៅថា bus គេដែរយល់រួមសុបាយបងប្អូនគ្រាន់ថាចេះខ្ញុំជិះអា local bus គេហ្នឹងយើងអត់សូវដឹងណាវាពិបាកក្នុងការមើលផ្លូវឡានណាតែផ្លូវណាប៉ុន្តែបងប្អូនគួរតែសាកបទពិសោធន៍ក្នុងការជិះអាហ្នឹងដែរព្រោះថាស្រួលមែនតើហ្មងណាហើយសុបាយបងប្អូនបើសិនជាយើងជិះប្រភេទ land bus ដែលមានម៉ាស៊ីនត្រជាក់តម្លៃវាប្រហែលជា25ពេសូហើយបើសិនជាជិះអាឡានធម្មតាអីណាតម្លៃវាត្រឹមតែ15ពេសូហើយបើយើងគិតទៅ15ពេសូប្រហែលជាខ្ទង់1000រៀលលុយខ្មែររបស់យើងអញ្ចឹងណាហ្នឹងហើយហើយមួយទៀតនោះគេមានមិនជាតុកតុកទេគេមានដូចម៉ូតូគេដូចគ្រឿងស្តៀងដូចកង់3ដូចរៀងអីលម៉អីអញ្ចឹងប៉ុន្តែទួយខ្ជូតស្អាតបងប្អូនហ្នឹងឯងពីច្រើនក៏គេជិះអាហ្នឹងនៅក្នុងតំបន់ទេសចរផ្សេងពីច្រើនគេជិះអាហ្នឹងហើយបើសិនជាតកោះសេប៊ូលខ្ញុំទៀតគឺអត់មានទេ Grab គឺយើងត្រូវការគេហៅថាហៅផ្ទាល់មាត់ហ្មងហ្នឹងហើយយើងហៅជិះដូចតុកយើងអីចឹងទៅប៉ុន្តែនៅហ្នឹងគេហៅអីប៉ុន្តែគេមិនហៅតុកឯងបងប្អូនហ្នឹងហើយអញ្ចឹងទៅសម្រាប់បងប្អូនណាចង់ទៅលេងប្រទេសហ្វីលីពីនណាកុំភ្លេច download app Grab មួយផងដើម្បីងាយស្រួលក្នុងការជិះអីចឹងទៅនៅកាន់ប្រទេសនៅក្នុងក្រុងម៉ានីឡាអញ្ចឹងណារឿងទី7ដែលបងប្អូនគួរដឹងនោះតើតើនឹងម្ហូបអាហារនៅប្រទេសហ្វីលីពីនអ្នកទាំងអស់គ្នាយល់បទពិសោធន៍ទៅកាន់ប្រទេសហ្វីលីពីនណាម្ហូបអាហារនៅប្រទេសហ្វីលីពីនគឺសម្បូរដោយសាច់មកអ្នកនរគ្នាដោយសារតែភាគច្រើននៅណាគឺជាតំបន់កោះអញ្ចឹងទៅអត់សូវបន្លែភាគច្រើនបន្លែនាំចូលអីចឹងណាមិនសូវជាគេហៅថាមានដែរប៉ុន្តែថ្លៃអញ្ចឹងទៅភាគច្រើនសម្បូរតែសាច់តែអ្នកគ្នាអញ្ចឹងបងប្អូនណាចូលចិត្តសាច់ត្រូវហើយប៉ុន្តែបងប្អូនណាដែលវាថាគាត់ fasting គាត់ញ៉ាំ healthy food អីប្រហែលពិបាកឲ្យព្រោះដោយសារសម្បូរតែម្ហូបអាំងពពងឲ្យជាពិសេសរបបពពងសម្បីតែខ្ញុំណាញៀនមកដល់គ្នារបៀបថាចេះយើងរៀងអ្នកមានសាច់ដល់ពេលយើងទៅញ៉ាំវាថាយើងខំញ៉ាំរហូតដែលល្អដើម្បីសបកគីឡូដល់ពេលយើងទៅកាន់ប្រទេសលេងប្រទេសហ្វីលីពីនគឺមានអីម្ហូបពពងវាធ្វើឲ្យយើងនឹកអារសជាតិដើមអាម្ហូបដែលធ្វើឲ្យយើងឡើងសាច់ហ្នឹងណាហ្នឹងហើយអញ្ចឹងបើសិនបងប្អូនណាចូលចិត្តសាច់ណាអត់ខុសឲ្យទៅលេងប្រទេសហ្វីលីពីនគឺសម្បូរដោយសាច់មកអ្នកគ្នាសាច់ទាំងដុំទាំងកង់ហ្មងនិយាយរួមធំមកអ្នកគ្នាបើថាគេធ្វើវិញទាំងមូលហ្មងអូនិយាយរួមសាច់ទាំងដុំហ្មងហ្នឹងហើយអញ្ចឹងបើសិនជាបងប្អូនអាចថាអ្នកដែលគាត់មិនសូវជាចំណូលអីនេះអីអាចត្រៀមហូបសកួរក្រៀមខ្លះអីយកទៅខ្លះក៏បានដែរអញ្ចឹងណារឿងទី8ដែលបងប្អូនគួរដឹងដែលតងការចំណាយនៅកាន់ប្រទេសហ្វីលីពីនជាបទពិសោធន៍របស់ខ្ញុំដែលទៅហ្វីលីពីនរយៈពេល10ថ្ងៃនេះណាទៅលេងប្រទេសហ្វីលីពីនការចំណាយទៅលើមធ្យោបាយធ្វើដំណើរអស់រៀងមិនថ្លៃប្រហែលទេប៉ុន្តែអស់ច្រើនជាងគេទៅលើម្ហូបដោយសារម្ហូបនៅប្រទេសហ្វីលីពីនគឺថ្លៃណាស់តាគ្នាអាចថាញ៉ាំមួយពេលអស់$6ទៅ$7ពេលខ្លះខ្ញុំហក់លោតដល់$70ទៀតនិយាយរួមថ្លៃអស់ច្រើនណាស់តាគ្នាបើសិនជាយើងទៅកាន់តំបន់ទេសចរដែលអត់មាន Grab អត់មានអីទៀតមធ្យោបាយធ្វើដំណើរហ្នឹងអស់ច្រើនងាក$2ងាក$3ជិះទៅវិញទៅមកអញ្ចឹងជួនទៅមួយថ្ងៃហ្នឹងអស់$10ក៏មានដែរអញ្ចឹងការចំណាយទៅលើកាន់ប្រទេសហ្វីលីពីនរៀងអស់ច្រើនតិចណាតាគ្នាជាបទពិសោធន៍របស់ខ្ញុំទៅរយៈពេល10ថ្ងៃហ្នឹងចាយអស់ប្រហែលជាខ្ទង់500អីដែរហ្នឹងហើយចំណុចទី9ដែលជាចំណុចចុងក្រោយណាដែលបងប្អូនគួរដឹងថាតើនៅប្រទេសហ្វីលីពីនតើសុវត្ថិភាពអត់ខ្ញុំបាននិយាយបានថាសុវត្ថិភាពបងប្អូនខ្ញុំទៅដើរលេងជាមួយមិត្តភក្តិខ្ញុំស្រីហើយខ្ញុំដើរលេងគ្រប់កន្លែងខ្ញុំដើរលេងពេលល្ងាចពេលយប់ខ្ញុំទៅកាន់តំបន់ទេសចរទីប្រជុំជនប៉ុន្តែគឺមានសុវត្ថិភាពមែនតើប៉ុន្តែគ្រាន់ថាទោះជាសុវត្ថិភាពមិនក៏ដោយក៏បងប្អូនត្រូវតែប្រយ័ត្នដែរក្នុងការប្រើប្រាស់ទូរស័ព្ទក្នុងការកវោបអីចឹងយើងប្រយ័ត្នប្រយែងអញ្ចឹងណាព្រោះជាទូទៅខ្ញុំថតដល់បងប្អូនអញ្ចឹងទៅខ្ញុំលើកកាមេរ៉ាខ្ញុំថតរហូតប៉ុន្តែអត់មានបញ្ហាទេសុវត្ថិភាពมันមានគេហៅថាជនក្មេងអីតំណើងអីមកអីបៀតបៀនអីគឺអត់មានទេនិយាយរួមខ្ញុំបានឆែកព័ត៌មានដែរលើកថាប្រទេសហ្វីលីពីនក៏អត់សុវត្ថិភាពអីចឹងណាហើយវាស្ទះចរាចរណ៍ស្ទះអីចឹងទៅប៉ុន្តែជាបទពិសោធន៍របស់ខ្ញុំអត់មានឧបសគ្គស្ទះចរាចរណ៍មានក្មេងទំនើបណាក្មេងតំណើងណាមកបៀតបៀនបាត់របស់របរអីគឺអត់មានទេនិយាយរួមសុវត្ថិភាពឲ្យបងប្អូនហើយប្រជាជនហ្វីលីពីនគឺរស់រាយខ្លាំងមែនតើហ្មងណាហើយបើសិនជាទៅលេងប្រទេសហ្វីលីពីនមានអារម្មណ៍ថាច្រឡំតែខ្លួនឯងហ្នឹងនៅប្រទេសខ្មែរដោយសារប្រទេសហ្វីលីពីនគឺមុខដូចយើងមែនតើហើយពេលបងប្អូនហ្វីលីពីនវិញពេលឃើញខ្ញុំគាត់និយាយហ្វីលីពីនមកកាន់ខ្ញុំរហូតគាត់គិតថាខ្ញុំហ្នឹងហ្វីលីពីនខ្ញុំដូចបានភាគរយដែរបងប្អូន
យល់រួមគឺថាប្រទេសខ្មែរយើងទៅលេងប្រទេសហ្វីលីពីនគឺគេមើលអត់ដឹងទេថាយើងជាជនជាតិខ្មែរឬក៏ប្រទេសជនជាតិហ្វីលីពីនគេគឺដោយសារតែមុខដូចគ្នាមែនតើរៀងរើពណ៌សង្វល់គឺដូចគ្នាខ្លាំងណាស់បងប្អូនអញ្ចឹងសម្រាប់បងប្អូនអ្នកចង់ទៅលេងប្រទេសហ្វីលីពីនណាអាចដើរលេងទៅកាន់ប្រទេសហ្វីលីពីនបានខ្ញុំគិតថាបើសិនជាទៅរយៈពេលត្រឹម3ថ្ងៃ4ថ្ងៃអីហ្នឹងការចំណាយនឹងអស់តិចអីអាចត្រឹម200អីចឹងណាហ្នឹងហើយហើយការស្នាក់នៅក៏ធូរថ្លៃដែរបងប្អូនអញ្ចឹងសម្រាប់បងប្អូនណាចង់ទៅលេងប្រទេសហ្វីលីពីនណាកុំភ្លេចទៅលេងប្រទេសហ្វីលីពីនហើយសម្បូរកន្លែងដើរលេងមែនតើហើយនេះជាពិសេសអ្នកដែលចូលចិត្តតំបន់សមុទ្រអីគឺត្រូវហ្មងអ្នកទាំងគ្នាយល់រួមប្រទេសហ្វីលីពីនមកសួរខ្ញុំចង់ទៅទៀតអត់ខ្ញុំនៅតែឆ្លើយថាចង់ទៅអ្នកទាំងគ្នាបើមានថវិកាខ្ញុំនឹងទៅទៀតថាតែយើងទៅតំបន់ផ្សេងទៀតអញ្ចឹងណាដោយសារតែខ្ញុំចូលចិត្តបែកខ្ញុំចូលចិត្តខាងចូលចិត្តទឹកចូលចិត្តសមុទ្រអញ្ចឹងនៅនឹងសម្បូរអ្នកទាំងគ្នាគឺសម្បូរដោយសមុទ្រមកផ្ទៃដីគេមានតិចមែនតើដោយសារនៅនឹងគឺជាតំបន់កោះនៅហ្វីលីពីនអត់សូវមានដីវាច្រើនសម្បូរដោយទឹកកោះសមុទ្រតែម្ដងអញ្ចឹងអរគុណមែនតើសម្រាប់បងប្អូនដែលតាមដានវីដេអូនេះតាំងពីដើមរហូតដល់ចប់ហើយប្រទេសហ្វីលីពីនគឺជាប្រទេសទី6នៅក្នុងឆ្នាំទី5ហើយដែលខ្ញុំបានដើរលេងជារៀងរាល់ឆ្នាំដែលខ្ញុំដាក់គោលដៅថាខ្ញុំត្រូវតែដើរលេងរៀងរាល់ឆ្នាំកំណត់គោលដៅខ្លួនឯងត្រូវតែសន្សំលុយដើរលេងរៀងរាល់ឆ្នាំអញ្ចឹងខ្ញុំជឿថាបងប្អូនដែលស្គាល់ខ្ញុំរយៈពេល3-4ឆ្នាំកន្លងមកនេះដែលតាមដានវីដេអូរបស់ខ្ញុំប្រកាសជាបានរៀនដើរដោយខ្លួនឯងទៅកាន់ប្រទេសផ្សេងដែលខ្ញុំបានធ្លាប់បានទៅកន្លងមកអញ្ចឹងណាអញ្ចឹងអរគុណមែនទែនសម្រាប់បងប្អូនក្នុងការចូលចិត្តឆ្លងតាមដានវីដេអូខ្ញុំកន្លងមកហើយខ្ញុំសង្ឃឹមថានៅក្នុងឆ្នាំ2026នេះខ្ញុំនឹងមាន trip ដើរលេងទៀតហើយប៉ុន្តែអត់ដឹងថាទៅ solo trip ឬក៏ទៅមានមួយមិត្តភ័ក្តិជាមួយនឹងបងប្អូននេះទៀតគឺអត់ដឹងទេអញ្ចឹងអូខេអរគុណបងប្អូនទាំងអស់គ្នាសង្ឃឹមថាជួបគ្នានៅវីដេអូក្រោយៗទៀតអរគុណបាយបាយជម្រាបលា